ធ្វើរបៀបដែលយើងមើលលំហូរទីផ្សារបងប្អូនណាហើយអាសំខាន់បំផុតសម្រាប់យើងចូលផ្សារដំបូងគឺយើងត្រូវមើលថាផ្សារនឹងកំពុងតែ up trend ឬក៏ down trend អញ្ចឹងលំហូរផ្សារយើងអាចមើលច្រើនរបៀបអញ្ចឹងដើម្បីងាយយើងឥឡូវដូចជាជាក់ស្ដែងឥឡូវយើងនៅកំពុងតែនៅក្នុងផ្សារមាសខាងឆេងមាសហើយយើងបោកបំផុតគឺយើងចូល time frame ធំសិនបងប្អូនណាយើងចូល time frame 4ម៉ោងមកអូខេអញ្ចឹង time frame 4ម៉ោងបងប្អូនអាចមើលបានណាបងប្អូនចឹង time frame 4ម៉ោងបើសិនជាយើងលេង time frame 4ម៉ោងគឺយើងនឹងឃើញមាសហ្នឹងគឺវាកំពុងតែ up trend បងប្អូនណាហ្នឹងហើយ up trend ហើយមើលមិនដឹងថា up trend ហ្នឹងបងប្អូនដើម្បីដឹងថាវាកំពុងតែ up trend ឬក៏ down trend គឺយើងត្រូវការជំនួយ indicator មួយការ indicator មួយគឺឈ្មោះថា moment average ចឹងបងប្អូនចូលទៅក្នុងចុចលើ touch screen មកអូខេយកបងប្អូនយកមួយនេះយកមួយហ្នឹងមកបន្ទាប់មកបងប្អូនចុចនេះកន្លែងនេះហើយយើង scroll រើសយក moment average ណា moving average ហើយអានេះយើងដាក់ត្រូវហើយអានេះយើង color យើងចង់ក្រាស់ចង់ស្ដាងខ្សែវាហើយពណ៌នេះមកអូខេបន្ទាប់មកយើង save ទៅមួយហើយយើងយកមួយទៀតយើងយកទៅដែរហើយយើងយកកន្លែងនេះយើងកែដាក់500បងប្អូនណាហើយយើងកែដាក់50អូខេយើងដាក់50នេះយើងត្រូវកាត់តែពីខ្សែនឹងបានបងប្អូនណាយើងដាក់50មកអូខេហើយកន្លែងនេះយើងត្រូវដូរពណ៌បងប្អូនណាកុំឲ្យច្រឡំគ្នាអញ្ចឹងដាក់ពណ៌ខៀវអញ្ចឹងមកអូខេហើយយើង save ទុកហើយយើង back មកវិញមកឃើញយ៉ាងកែអញ្ចឹងបងប្អូនចំពោះចង់ពេលយើងចង់ដឹងថាផ្សារហ្នឹងវាកំពុងតែឡើងឬក៏ចុះហ្នឹងយើងមើលខ្សែពីរហ្នឹងបងប្អូនណាទីមួយគឺខ្សែខ្សែនៅពេលណាដែលឃើញខ្សែនេះខ្សែពណ៌ខៀវហ្នឹងគឺខ្សែលេខ50ហ្នឹងវានៅលើខ្សែ200អញ្ចឹងមានន័យថាផ្សារហ្នឹងវាកំពុងតែ up trend ផ្សារហ្នឹងវាកំពុងតែ up trend អូខេហើយធ្វើម៉េចបានដឹងថាផ្សារហ្នឹងវា down trend នៅកាលណានេះអាខ្សែពណ៌ក្រហមនេះខ្សែ200ហ្នឹងវានៅលើហើយអាខ្សែ500ខ្សែពណ៌ខៀវហ្នឹងវានៅក្រោមហ្នឹងអាហ្នឹងមានន័យថាផ្សារហ្នឹង down trend ផ្សារវាចុះអញ្ចឹងយើងមើល4ម៉ោងឃើញផ្សារវងតឡើងអញ្ចឹងយើងចូលមកមើល time frame ទូចសម្រាប់តែយើងលេង scalping គឺបងប្អូនយើងគាត់លេងតែច្រើន time frame 5នាទីឬក៏15នាទីទេអញ្ចឹងយើងចូល time frame ទូចមកចុច time frame 5នាទីអូខេអញ្ចឹង time frame 5នាទីបងប្អូនឃើញហ្នឹងបងប្អូនណាអូខេអញ្ចឹងយើងអាចអស់មកក្រោយបានអញ្ចឹងកន្លែងនេះឃើញទេខ្សែ50វានៅលើខ្សែ200វានៅក្រោមអញ្ចឹងមានន័យថាវា up trend ចាប់ពី up trend ចាំមកវាចាប់ដើមនេះវានឹងឡើងតម្លៃអញ្ចឹងពេលណាដែលផ្សារ up trend គឺបងប្អូនរកតែកន្លែងបាយបានហើយណាបងប្អូនរកតែកន្លែងបាយកុំ sell បើសិនជាយើង sell គឺមានន័យថាយើងលេងបច្រាស់ផ្សារផ្សារអត់សូវល្អទេបងប្អូនណាវាហានិភ័យខ្ពស់តែបើយើងលេងតាមបណ្ដោយផ្សារគឺវាសុខភាពជាងអូខេអញ្ចឹងបងប្អូនអាចមើលបានអូខេនៅកន្លែងនេះបងប្អូនណាកន្លែងនេះឃើញខ្សែខ្សែក្រហមហ្នឹងខ្សែ200ហ្នឹងវានៅខាងលើហើយអាខ្សែខៀវហ្នឹងគឺខ្សែ50នៅក្រោមអញ្ចឹងមានន័យថាវា down trend អញ្ចឹង down trend បងប្អូនអាចហៅកន្លែង sell ពេលដល់ឡើងប៉ះដល់ខ្សែ200យើង sell យើងឡើងដល់ប៉ះខ្សែ200យើង sell អញ្ចឹងបងប្អូនណាអូខេហើយនេះចេះក៏ដោយបើសិនជាវានៅ up trend ពេលនៅផ្សារវាចុះមកប៉ះខ្សែ50យើងបាយប៉ះខ្សែ50យើងបាយអាហ្នឹងវិធីងាយដើម្បីមើលផ្សារ down trend ឬក៏ up trend អូខេអញ្ចឹងមេរៀនហ្នឹងតែប៉ុណ្្នឹងបងប្អូនណាងាយអញ្ចឹងសម្រាប់បងប្អូនចង់ដឹងផ្សារវានៅពងឡើងឬក៏ចុះយើងអាចមើលពេលហ្នឹងបានអូខេហើយចូលឡើងយើងចូល time frame 15នាទីអូខេចូល time frame 15នាទីក៏យើងនៅឃើញបងប្អូនណានៅតែឃើញគឺផ្សារវានៅតែ up trend ដែរហើយវាចុះមកចាំផ្លែដែរអូខេហើយយើងចូល time frame 1នាទីមកអូខេ time frame 1នាទីគឺវារៀងញ៉ៃតិចបងប្អូនណាដោយសារ time frame 1នាទីគឺវាអាចនឹងឡើងចុះលឿនចឹងឡើយនេះផ្សារ down trend ហ្នឹងវាខ្វែងឡើងទៅវិញ up trend វិញបងប្អូន up trend វិញអញ្ចឹងបងប្អូនខាងនេះឡើងប៉ះខ្សែបើសិនជាវា up trend នៅពេលដែលវាចុះមកប៉ះខ្សែ200បងប្អូនណាឬក៏ខ្សែ50យើងអាចបាយឡើងទៅវិញបានហ្នឹងគឺ signal បាយមួយដែរនេះបាយហើយពេលវាចុះ down trend វាចូលមកវាឡើងមកចិត្តខ្សែ50យើង sell មកណាឡើងដល់40 sell តែបើវាធ្លាយឡើងទៅលើវិញអាហ្នឹងមានថាផ្សារហ្នឹងវា down trend វា up trend វិញអញ្ចឹង up trend យើងរកទៅកន្លែងបាយទៅបានបងប្អូនណាពេលដែលវាចុះយើងបាយអូខេបងប្អូនហ្នឹងហើយជាមេរៀនសម្រាប់មូលដ្ឋានគ្រឹះយើងទៅកុំភ្លេចចូល subscribe ហើយនិង like channel ហើយនៅវីដេអូនេះខ្ញុំនឹង upload បន្តមេរៀនទាក់ទងជាមួយនឹងវិស័យ forex ហ្នឹងហើយខ្ញុំរៀនអត់យល់ទេបងប្អូនណាហើយបងប្អូនដែលគាត់មាន account អាចឆាតមកខ្ញុំបានឬក៏អាចចុច link នៅក្នុងក្រោមវីដេអូក្នុង description របៀបយើងបើក account អីខ្ញុំ upload ចូលក្នុងហ្នឹងទាំងអស់ហើយបងបាទហ្នឹងហើយបាទសូមអរគុណច្រើនបង